ប្អូនអ្នកខ្លះចូលចិត្តញ៉ាំស៊ុបស៊ីឈាន់តែបងប្អូនថ្ងៃនេះមកធ្វើស៊ុបស៊ីឈាន់ញ៉ាំជាមួយខ្ញុំទាំងអស់គ្នារដងតបទៅចេញវីដេអូធ្វើម្ហូបប៉ុន្តែថ្ងៃនេះគឺខ្ញុំមកធ្វើស៊ុបញ៉ាំវិញម្ដងដោយសារតែខានញ៉ាំស៊ុបនឹងដូចជារៀងយូរដែរហើយអញ្ចឹងថ្ងៃនេះក៏មកធ្វើញ៉ាំហើយក៏ថតវីដេអូបង្ហាញជូនបងប្អូនទាំងអស់គ្នាពីរបៀបធ្វើទឹកស៊ុបនឹងផងដែរហើយស៊ុបថ្ងៃនេះមានរសជាតិឆ្ងាញ់ខ្លាំងមែនទែនបងប្អូនយើងមានតាំងពីឈាមទាប្រហិតសាច់គោហើយនិងសាច់គោបើសិនជាបងប្អូនចូលចិត្តគ្រឿងសមុទ្រឬក៏ប្រភេទប្រហិតអីផ្សេងទៀតបងប្អូនអាចអេដបន្ថែមចូលបានឥឡូវនេះក៏បើខាត់ពេលយូរមកមើលពីរបៀបធ្វើទឹកស៊ុបរបស់ខ្ញុំទាំងអស់គ្នាតែឥឡូវនេះខ្ញុំចាប់ផ្ដើមដាក់ឆ្នាំងហើយខ្ញុំចាក់ប្រេងឆាចូលទៅក្នុងឆ្នាំងនឹងបន្តិចហើយទុកឲ្យវាក្តៅសិនណាបន្ទាប់មកខ្ញុំដាក់ខ្ទឹមសខ្ទឹមក្រហមចិញ្ច្រាំហើយនឹងខ្ញីនេះយើងហាន់វាជាចំណិតស្ដើងៗអញ្ចឹងណាបងប្អូនហើយយើងលីងវាឲ្យឡើងក្លិនឈ្ងុយសិនបន្ទាប់ពីលីងគ្រឿងនឹងបានឈ្ងុយល្អហើយខ្ញុំដាក់ដុំស៊ុបស៊ីឈាន់នឹងចូលទៅតែម្ដងហើយចំពោះដុំស៊ុបគឺខ្ញុំប្រើប្រភេទនេះណាបើសិនជាបងប្អូនចង់ប្រើប្រភេទអីក៏បានដែរតាមចំណង់ចំណូលចិត្តហើយខ្ញុំលីងដុំស៊ុបនឹងឲ្យវាលាយសព្វចូលគ្នាសិនដល់មកខ្ញុំចាក់ទឹកចូលទៅតែម្ដងហើយទឹកនេះខ្ញុំចាក់ចូលទៅប្រហែលជា2លីត្រណាបងប្អូនយើងដាក់ទៅប៉ុណ្្នឹងគឺថាទឹកស៊ុបនឹងគឺមកល្មមឆ្ងាញ់តែម្ដងគឺវាអត់ហាងពេកទេបន្ទាប់មកយើងបង់គ្រឿងផ្សំចូលទៅដូចជាទឹកត្រីអំបិលដុតឌីស្ករហើយនិងប៊ីចេងសម្រាប់រសជាតិបងប្អូនភ្លក់តាមចំណង់ចំណូលចិត្តហើយយើងគ្របរងាស់ដើម្បីឲ្យទឹកស៊ុបនឹងបានពុះល្អសិនបន្ទាប់មកខ្ញុំដាក់ទឹកដោះគោឆៅគឺថាឆ្អិនរួចរាល់ជាការស្រេចបើសិនជាបងប្អូនចង់ឲ្យទឹកស៊ុបនឹងកាន់តែមានជាតិអាចបន្ថែមជាមួយនឹងប្រភេទឆ្អឹងផ្សេងដើម្បីរងាស់ជាមួយស៊ុបនឹងបានចាឥឡូវនេះទឹកស៊ុបរបស់យើងក៏បានឆ្អិនរួចរាល់ដែរអញ្ចឹងខ្ញុំក៏រំលែកវាចូលទៅក្នុងឆ្នាំងតូចដើម្បីរៀបចំញ៉ាំតែម្ដងហើយចំពោះបន្លែហើយនឹងសាច់នឹងបើសិនជាបងប្អូនចូលចិត្តអីគឺអាចដាក់តាមចំណង់ចំណូលចិត្តសម្រាប់ខ្ញុំថ្ងៃនេះក៏មានរៀងច្រើនមុខដែរដូចជាប្រហិតសាច់គោឈាមទាសាច់គោហើយយើងធ្វើស៊ុបហ្នឹងបើសិនជាអត់មានពពុះសណ្តែកក៏អត់ទៅឆ្ងាញ់ដែរថ្ងៃនេះខ្ញុំមានតាំងពីពពុះសណ្តែកអីទៀតបងប្អូនស៊ុបរបស់យើងថ្ងៃហ្នឹងឡើងតំណងខ្លាំងមែនតើបើរសជាតិគេវិញក៏ឆ្ងាញ់ដែរឥឡូវនេះស៊ុបរបស់យើងក៏បានពុះដែរឡើងតំណងខ្លាំងមែនតើបងប្អូនអើយអង្គុយបញ្ចូលសលេងនេះគឺមានអារម្មណ៍ថាឃ្លានចង់ញ៉ាំម្ដងទៀតហ្មងហើយស៊ុបស៊ីឈាន់ហ្នឹងគឺត្រូវធៀបគ្នាជាមួយនឹងឈាមទាហើយនឹងពពុះសណ្តែកនឹងខ្លាំងមែនតើបើសិនជាយើងធ្វើស៊ុបនឹងហើយវាអត់មានពពុះសណ្តែកហើយនឹងឈាមទាហ្នឹងញ៉ាំទៅដូចជាមិនសូវឆ្ងាញ់មិនទេបងប្អូនហើយសម្រាប់ឈាមទាថ្ងៃនេះគឺខ្ញុំទិញឡើង3ប្រអប់សម្រាប់ដាក់នៅក្នុងស៊ុបហ្នឹងណាហើយញ៉ាំឡើងអស់រលីងបងប្អូនអើយតាំងពីឈាមទាបន្លែស្អីហ្នឹងអស់ឡើងរលោងតែម្ដងនេះបងប្អូនយើងដាក់ឈាមទាហើយនឹងបន្លែអញ្ចឹងមកយើងជ្រលក់ជាមួយនឹងទឹកតៅហ៊ូទៀតណាគឺថាជាតិពេញមាត់តែម្ដងបើសិនជាមានពេលជួបជុំគ្នាអីបងប្អូនធ្វើតែស៊ុបស៊ីឈាន់ហ្នឹងទៅគឺរសជាតិវិញគឺអែមខ្លាំងតែម្ដងវីដេអូនេះខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនទាំងអស់គ្នាជួបជាមួយនឹងនាងខ្ញុំនៅវីដេអូក្រោយៗទៀត